ពុកអាម្នាក់នឹងថោកទាបណាស់ផ្ទះគូតកូនឡើងពីដងឯណោះថ្លាមធំមែនហ៊ានទាំងផ្ទះគូតកូនស្រីបណ្ដោចិត្តអញផងអេវ៉ាន់ឆុងអូសក្បាលអានឹងទៅគ្រាវចោលទៅបាទលោកគ្រូអីគេហ្នឹងរឿងធំដល់ថ្នាក់ហ្នឹងហ្មងចុំគ្រាន់តែផ្ទះគូតពីរសោះហ្នឹងមិនមែនធ្វើរឿងខូចខើយណាមិនបាច់ដល់ថ្នាក់ហ្នឹងទេដឹងឈប់សិនលោកគ្រូជើងចាស់ខ្ញុំមើលទៅលោកគ្រូទាំងអង្គអាចសង្ហារហ័សរហួនមិនធម្មតាតតែសោះពិតជាកម្ពុជាមនុស្សមែនលោកគ្រូច្បាស់ជាចង់ដឹងហើយមែនទេថាហេតុអីបានជាខ្ញុំផ្ទះគូតកូនស្រីលោកគ្រូសូមផ្ដល់ឱកាសឲ្យខ្ញុំបកស្រាយបន្តិចមកមិនចង់ស្ដាប់ទេគ្រាវវាចោលទៅចុំមិនពិតទេដឹងខ្ញុំជាអ្នកមានជំនួយពិសេសតាជីវិតដ៏រុងរឿងរបស់ខ្ញុំមិនទាន់ទាំងចាប់ផ្ដើមផងត្រូវមកចាប់ចឹងមកចិត្តត្រជាក់ត្រូវតែស្ងប់ចិត្តខ្ញុំមកនេះគឺដើម្បីសូមធ្វើជាសិស្សតាលោកគ្រូសូមទទួលការគោរពពីសិស្សផងអូនឯងនេះក្រាស់មុខពេកហើយខ្ញុំនិយាយពីការថាទទួលឯងធ្វើជាសិស្សលោកគ្រូខ្ញុំឮល្បីពីដែនដីទឹកកកទេវៈយូរហើយថាជាកន្លែងជួយអ្នកខ្សោយនិងសង្គ្រោះអ្នកមានអាសន្នសុទ្ធតែជាវីរៈបុរសពិតប្រាកដខ្ញុំគោរពស្ញប់ស្ញែងខ្លាំងណាស់ទើបមិនគិតពីចម្ងាយខំធ្វើដំណើរមករកសង្ឃឹមថានឹងបានចូលរៀនជាមួយលោកគ្រូចេះបានក្បាច់ខ្លះទុកទៅកំចាត់ពួកអាក្រក់និងជួយមនុស្សល្អនៅថ្ងៃក្រោយកេរ្តិ៍ឈ្មោះបាក់យើងល្បីដល់ថ្នាក់នឹងមែនល្បីខ្ចោកខ្ចាយដល់រាប់ពាន់គីឡូឯណោះមែនហ្នឹងពិតមែនហើយគ្រូបានជួបលោកគ្រូថ្ងៃនេះសំណាងបីជាតិរបស់ខ្ញុំហើយលោកគ្រូពិតជាដូចអ្វីដែលខ្ញុំគិតមែនទាំងសង្ហាមានមមស្វាហាប់និងមានមុនស្នេហ៍ខ្លាំងណាស់ថែមទាំងមានរោគពីកម្ពុជាអ្នកក្លាហានលយគ្មានពីនិយាយរួមគឺល្អឥតខ្ចោះហ្មងធម្មតាខ្ញុំគិតថាខ្លួនឯងសង្ហាណាស់ទៅហើយដល់ពេលជួបលោកគ្រូថ្ងៃនេះទើបដឹងថាខ្លួនឯងល្ងងខ្លៅដូចកង្កែបក្នុងអណ្ដូងចឹងបើធៀបជាមួយលោកគ្រូខ្ញុំពិតជានៅឆ្ងាយដាច់តែហ្មងតែនេះមិនមែនមានន័យថាខ្ញុំអន់នោះទេខ្ញុំហ៊ាននិយាយមកថាក្រៅពីលោកគ្រូទៅសម្រាប់ខ្ញុំគឺកប់សេរីដាច់គេហើយលោកគ្រូមើលចុះបើធៀបពួកសៀវប្រូទាំងនេះជាមួយខ្ញុំពួកគាត់មើលទៅអាក្រក់ដាច់ឆ្ងាយមែនអត់ពួកឯងប៉ុន្មានអ្នកនេះមុខអាក្រក់បន្តិចហើយមើលទៅមិនសូវចូលភ្នែកដូចអាល្អិតនេះទេសូមអង្វរលោកគ្រូគិតថាពួកយើងសុទ្ធតែជាប្រុសសង្ហាដូចគ្នាជួយទទួលខ្ញុំធ្វើជាសិស្សផងទៅអាពូកែលើកជើងអត់ចេះខ្មាស់គេសោះធម្មតាខ្ញុំស្អប់បំផុតអាពួកចរិតចូលចិត្តអែបអប់លើកជើងហ្នឹងពួកអាថោកទាបបែបហ្នឹងសម្ដីឲ្យដូចអន្ទងចរិតមិនបានការសោះលើកនេះចប់មកតែបាននិយាយត្រង់ទៅក៏មិនអាក្រក់ដែរសម្ដីអាឡនេះអំបញ្ញគឺសម្ដីអាឡនេះនិយាយអំបញ្ញពិតជាពីចិត្តមែនទាំងស្មោះត្រង់និងឥតលាក់លៀមមនុស្សត្រង់ត្រាប់បែបនេះច្បាស់ជាមនុស្សទៀងត្រង់ស្មោះសរត្រូវចិត្តយើងខ្លាំងណាស់ទោះជារូបរាងឯងធៀបនឹងយើងមិនបានតែគិតថាលេចធ្លោជាងគេដែរហើយបានយើងនឹងផ្ដល់ឱកាសឲ្យឯងម្ដងអរគុណលោកគ្រូលោកពុកគេខ្លាចជាសិស្សប្អូនរបស់កូនហើយតើមែនហើយចុះឯងឈ្មោះអ្វីខ្ញុំឈ្មោះលីជីងយុនចាប់ពីថ្ងៃនេះទៅឯងគឺជាសិស្សក្នុងនៃដែនដីទេវៈទឹកកករបស់យើងហើយយើងមាននាមថាសិនលីយៀនជាមេបណៃដែនដីទេពព្រៅទឹកកកនេះជាចឹងជន់វឹងរៀមច្បងធំរបស់ឯងគិរវៈរៀមច្បងធំនេះជាសិនមង្រូកូនស្រីរបស់យើងហើយក៏ជារៀមច្បងស្រីទី2របស់ឯងដែរគិរវៈរៀមច្បងស្រីទី2ចាប់ពីពេលនេះទៅទីនេះជាបន្ទប់របស់ឯងហើយរាល់ព្រឹកព្រលឹមរៀមច្បងធំនឹងណែនាំពួកឯងវឹកហាត់វិជាគុណនៅទីលានវឹកហាត់ចំណែកពេលរសៀលនិងពេលយប់ឯងអាចចាត់ចែងដោយខ្លួនឯងចុះរៀងរាល់ពី3ថ្ងៃម្ដងនឹងមានការដាក់ចេញនៅបេសកកម្មឯងអាចទទួលបេសកកម្មទៅតាមសមត្ថភាពរបស់ខ្លួនដើម្បីទទួលបានរង្វាន់និងធនធានសម្រាប់វឹកហាត់បើមិនព្រមទទួលបេសកម្មទេគឺមិនបានអ្វីទាំងអស់យល់ទេយល់ហើយតើឯងស្ដាប់ឲ្យស្រួលបួលបានទេដឹងទេថាខ្ញុំកំពុងនិយាយពីអ្វីខ្ញុំមានហើយបានហើយសិស្សច្បងសិនបើគ្មានការអីទៀតទេប្រញាប់ចេញទៅប្រុសមួយស្រីមួយនៅក្នុងបន្ទប់តែពីរនាក់បើលេចទៅក្រៅវាមិនល្អចំពោះគេឈ្មោះខ្ញុំទេណាមិននឹកស្មានថាហ៊ាននិយាយពាក្យបែបនេះចេញមកកាត់សោះគួរឲ្យខ្ពើមណាស់ចង់តែផ្ទះមួយកំភ្លៀងឲ្យស្លាប់ទេតើលោកឪពុកពិតជាត្រូវបានពាក្យផ្អែមល្ហែមរបស់គេបោកប្រាស់មែនទេបែបនេះវាល្ងងពេកហើយសិស្សប្អូនលីរូបរាងសង្ហាណាស់គ្រាន់តែការយល់ដឹងរបស់គេគឺពិបាកខ្លាំងមែនទែនយកកាត់យល់ដឹងក្បាច់គុណទៅមកហាត់ក្បាច់គុណកម្រិតធំបែបនេះគឺមិនចំណេញសោះហាត់ខ្លួនឯងវិញទៅចាំជួបក្បាច់គុណណាដែលស័ក្តិសមចាំប្រាវាក៏មិនទាន់ហួសពេលដែរប្រគល់ភារកិច្ចថ្មីផ្ទះគូតសិនមករលម្ដងនឹងទទួលបានកាត់យល់ដឹងក្បាច់គុណមួយសន្លឹកចម្រៃមែនមិនក៏ជានេះទៀតហើយតាចាស់លោកមនុស្សផ្សេងមិនបានទេអីចង់ធ្វើមិនធ្វើតាមចិត្តយើងទៅដំឡើងកម្រិតសិនហើយធ្វើមិនទៅឥឡូវ